សូមជម្រាបសួរដល់ពុកម៉ែបងប្អូននាងខ្ញុំឈ្មោះថាពុធាជាសិស្សថ្នាក់ទី12នៃវិទ្យាល័យតេជោស៊ីមប៉ាងនិងជាសមាជិកក្រុមយុវជនទីប្រឹក្សាផ្នែកសុខភាពនិងការស្រាវជ្រាវរបស់អង្គការមូរូថ្ងៃនេះដែរនាងខ្ញុំពិតជាមានសេចក្តីសប្បុរសរីករាយដែលបានលើកយកប្រធានបទមួយស្តីពីភាពសមរបស់បាក់តេរីទៅនឹងថ្នាំអង់ទីប៊ីយោទិកមកចែករំលែកសូមពុកម៉ែបងប្អូនទៅជួបជាមួយមិត្តភ័ក្តិរបស់ខ្ញុំម្នាក់ដែលគាត់ជាសមាជិកក្រុមយុវជនស្ម័គ្រចិត្តរបស់អង្គការមូរូមកធ្វើការបកស្រាយជម្រាបសួរបាទជម្រាបសួរសូមឲ្យខាមីជួយណែនាំខ្លួនដល់ពុកម៉ែបងប្អូនកំពុងទស្សនាបានស្គាល់បាទជម្រាបសួរពុកម៉ែបងប្អូនខ្ញុំបាទឈ្មោះប៊ុនខាមីជាសិស្សរៀននៅថ្នាក់ទី12នៃវិទ្យាល័យតេជោស៊ីមប៉ាងនិងជាសមាជិកក្រុមយុវជនទីប្រឹក្សាផ្នែកសុខភាពនិងការស្រាវជ្រាវរបស់អង្គការមូរូចាអរគុណថ្ងៃនេះខ្ញុំមានសំណួរខ្លះៗចង់សួរទៅខាមីតាក់ទងនឹងភាពសមរបស់បាក់តេរីទៅនឹងថ្នាំអង់ទីប៊ីយោទិកតើខាមីអាចបកស្រាយបានទេបាទបានអញ្ចឹងនេះខ្ញុំសូមចាប់ផ្ដើមតើអ្វីទៅគឺជាមេរោគបាទមេរោគគឺជាអតិសកុមប្រាណដែលបង្កឲ្យមានការបង្ករោគនិងជំងឺផ្សេងៗមេរោគមាន4ប្រភេទសំខាន់ដូចជាបាក់តេរីវីរុសប៉ារ៉ាស៊ីតនិងមេរោគផ្សិតបាក់តេរីជាមេរោគមួយប្រភេទដែលវាមាននៅគ្រប់ទីកន្លែងនៅក្នុងខ្លួនមនុស្សមានបាក់តេរី2គឺបាក់តេរីល្អនិងបាក់តេរីអាក្រក់វាមាននៅក្នុងខ្លួនសត្វនិងរុក្ខជាតិវាអាចបង្កជាជំងឺធ្ងន់ធ្ងរចម្លងរីករាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ឬពីសត្វនិងរុក្ខជាតិផងដែរចាអរគុណសម្រាប់ចម្លើយនេះខ្ញុំសូមចូលទៅសំណួរបន្ទាប់តើអ្វីទៅគឺជាថ្នាំអង់ទីប៊ីយោទិកបាទថ្នាំអង់ទីប៊ីយោទិកគឺជាប្រភេទថ្នាំដែលសម្លាប់និងទប់ស្កាត់មេរោគប្រភេទបាក់តេរីមិនឲ្យរីកលូតលាស់ថ្នាំអង់ទីប៊ីយោទិកមានលក់នៅទីផ្សារមានដូចជាអាម៉ុកស៊ីលីនអំពីស៊ីលីនពេនីស៊ីលីនអាស៊ីត្រូមីស៊ីនក្លាមុកស៊ីលនិងមានជាច្រើនប្រភេទទៀតថ្នាំអង់ទីប៊ីយោទិកមិនអាចព្យាបាលជំងឺគ្រុនក្តៅជំងឺផ្ដាសាយនិងជំងឺរាគរូសដោយសារមូលហេតុវីរុសតែនឹងមានអ្វីកើតឡើងប្រសិនបើប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិកមិនបានត្រឹមត្រូវប្រសិនបើយើងប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិកមិនបានត្រឹមត្រូវបណ្ដាលឲ្យមានផលប៉ះពាល់ភ្លាមៗគឺមានដូចជារាគរូសក្អួតចង្អុលនិងប្រតិកម្មអាឡែហ្ស៊ីបាក់តេរីដែលស៊ាំនឹងថ្នាំអង់ទីប៊ីយោទិកអាចបង្កជាជំងឺធ្ងន់ធ្ងរពិបាករកថ្នាំផ្សះព្យាបាលនិងចំណាយថវិកាច្រើនក្នុងការព្យាបាលប្រសិនបើអ្នកមានជំងឺផ្ដាសាយក្នុងរយៈពេល1ទៅ3ថ្ងៃចូលផឹកទឹកនិងសម្រាកឲ្យបានច្រើនលេបថ្នាំបញ្ចុះកម្ដៅដូចជាប៉ារ៉ាសេតាមុលមិនត្រូវការលេបថ្នាំអង់ទីប៊ីយោទិកទេការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិកមិនបានត្រឹមត្រូវប្រើប្រាស់លើកម្រិតឬមិនគ្រប់កម្រិតនាំឲ្យបរាជ័យក្នុងការព្យាបាលបង្កើតភាពស៊ាំរបស់ថ្នាំនិងរីករាលដាលភាពស៊ាំរបស់ថ្នាំត្រូវចងចាំសូមកុំទិញថ្នាំអង់ទីប៊ីយោទិកដែលគ្មានវិជ្ជាបញ្ជាដោយខ្លួនឯងសូមកុំប្រើថ្នាំអង់ទីប៊ីយោទិកសម្រាប់ជំងឺគ្រុនក្តៅជំងឺផ្ដាសាយនិងជំងឺរាគរូសដោយសារវីរុសមានតែវិជ្ជាបណ្ឌិតតែប៉ុណ្ណោះដែលអាចចេញវិជ្ជាបញ្ជាឲ្យប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិកត្រូវបន្តលេបថ្នាំផ្សះឲ្យបានទៀងទាត់និងគ្រប់ចំនួនថ្ងៃតាមវិជ្ជាបញ្ជាសូមកុំប្រើថ្នាំផ្សះតាមវិជ្ជាបញ្ជាពីពេលមុនសូមមកជួបពិភាក្សាជាមួយគ្រូពេទ្យរាល់ពេលអ្នកឈឺអនាម័យដៃនិងខ្លួនប្រាណជាចុងក្រោយនេះខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនសម្រាប់ការចូលរួមទស្សនាវីដេអូនេះខ្ញុំក៏សង្ឃឹមថាវីដេអូនេះនឹងជាសារៈប្រយោជន៍សម្រាប់ពុកម៉ែបងប្អូនក្រោយពេលទស្សនានិងអាចយល់ដឹងពីរបៀបការពារដើម្បីកុំឲ្យកើតមានភាពសមរបស់បាក់តេរីទៅនឹងថ្នាំអង់ទីប៊ីយោទិកនេះខ្ញុំក៏សូមឲ្យពុកម៉ែបងប្អូនជួយ like និង share វីដេអូនេះទៅដល់ក្រុមគ្រួសារក៏ដូចជាសហគមន៍របស់ពុកម៉ែបងប្អូននេះខ្ញុំក៏សូមខន្តីអភ័យទោសទុកជាមុនប្រសិនបើមានពាក្យពេចន៍ក៏ដូចជាកាយវិការដែលមិនសមរម្យសូមអរគុណសូមជម្រាបលារួមគ្នាទប់ស្កាត់ភាពធន់ទៅនឹងថ្នាំសម្លាប់មេរោគ